សួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងមកធ្វើការតលំហាត់របស់យើងបន្តទៀតហ្នឹងហើយអញ្ចឹងថ្ងៃនេះយើងចូលលំហាត់លេខ3ហីអូខេអញ្ចឹងយើងក៏លេខទៅមើលប្រធានរបស់យើងទាំងអស់គ្នាអញ្ចឹងពាក់ព័ន្ធជាមួយនឹងប្រធានរបស់យើងគេនិយាយថា molecule ADN មួយមានសម្ព័ន្ធ nitrogen ចំនួន2700ហើយនៅក្នុងនោះនៅក្នុងពេលដែលវាស្វ័យតម្លើងទ្វេ2ដងហ្នឹងគឺវាត្រូវការនុយក្លេអូទីសសេរីចំនួន7200អញ្ចឹងគេឲ្យយើងគណនាចំនួននុយក្លេអូទីសប្រភេទនីមួយៗរបស់ molecule ADN អញ្ចឹងយើងដឹងហើយណាថានុយក្លេអូទីសប្រភេទនីមួយៗរបស់ ADN ហ្នឹងមានអីគេខ្លះអញ្ចឹងក្នុងហ្នឹងមានដូចជានុយក្លេអូទីស A នុយក្លេអូទីស T នុយក្លេអូទីស C ជាមួយនឹងនុយក្លេអូទីស Z ហ្នឹងហើយអញ្ចឹងយើងចូលមកដល់ដំណោះស្រាយរបស់យើងទាំងអស់គ្នាអញ្ចឹងអ្នកគ្រូបានទៅសេវាឡើងវិញពាក់ព័ន្ធជាមួយនឹងអ្វីដែលគេសួរអញ្ចឹងក្នុងហ្នឹងគេឲ្យយើងរកនុយក្លេអូទីសប្រភេទនីមួយៗយើងសេឡើងវិញមកអញ្ចឹងដូចសមមួយដងដែរមុននឹងដោះស្រាយលំហាត់ហ្នឹងអ្វីដែលយើងត្រូវធ្វើគឺយើងត្រូវការស្រង់បំប្រាប់ជាមុនសិនអញ្ចឹងសម្ព័ន្ធអ៊ីត្រូសែននេះគឺយើងបានរៀនហើយណាគឺសតាំងគេគឺ LH ស្មើឲ្យ2700សម្ព័ន្ធអ៊ីត្រូសែនហើយចំនួនស្វ័យតម្លើងទ្វេគឺជាចំនួន n ស្វ័យតម្លើងទ្វេ2ដងហើយតបមកគឺគេឲ្យនុយក្លេអូទីសសេរីអញ្ចឹងនុយក្លេអូទីសសេរីរបស់យើងគឺតាំងដោយ M' ដែលនុយក្លេអូទីសសេរីរបស់យើងគឺប៉ុន្មានដែរគឺ7200នុយក្លេអូទីសសេរីអូខេអញ្ចឹងយើងមើលប្រធានរបស់គេប្រាប់បំប្រាប់មកប៉ុណ្ណឹងអញ្ចឹងយើងគួរដោះស្រាយរកនុយក្លេអូទីសមួយតាមនេះហើយអញ្ចឹងអានេះយើងអាចដំបូងឡើយយើងអាចទាញរកតម្លៃ M ឲ្យឃើញសិននុយក្លេអូទីសសរុបឲ្យឃើញសិនណាបន្ទាប់មកយើងចង់នុយក្លេអូទីសសរុបនុយក្លេអូទីសសរុបរបស់យើងរូបមន្តគេមិន 2A បូក 2C ស្មើតម្លៃ M ត្រូវអត់ចាអញ្ចឹងយើងចង់ឲ្យចប់ឲ្យសមីការហ្នឹងមួយមកហើយបន្ទាប់មកយើងក៏លេខទៅមើលសម្ព័ន្ធអ៊ីត្រូសែនយើងវិញសម្ព័ន្ធអ៊ីត្រូសែនរបស់យើងរូបមន្តរបស់គេមិន 2A បូក 3C ស្មើតម្លៃសម្ព័ន្ធអ៊ីត្រូសែនហ្នឹងមែនអត់អញ្ចឹងអានេះយើងចង់បានមកសមីការទៀតហើយអញ្ចឹងដើម្បីដោះស្រាយរោគនុយក្លេអូទីសមួយហ្នឹងគឺយើងត្រូវការចង់វាជាប្រព័ន្ធសមីការហ្នឹងទៅដើម្បីដោះស្រាយរោគនុយក្លេអូទីសនីមួយៗអញ្ចឹងអ្នកគ្រូចូលទៅដល់របៀបធ្វើទាំងអស់គ្នាណាចាអញ្ចឹងបន្តមុនដំបូងអ្វីដែលយើងត្រូវធ្វើហ្នឹងគឺយើងត្រូវទៅរកតម្លៃ M សិនអញ្ចឹងក្នុងនេះគេប្រាប់នុយក្លេអូទីសសេរីមកអញ្ចឹងពេលយើងទៅរកតម្លៃ M យើងចូលតាមរូបមន្ត M' ស្មើឲ្យ M គឺដល់2សេគុណ n ដក1អូខេអញ្ចឹងយើងវាចាស់ទីសិនមកដោយ LDN មេអញ្ចឹងសុំតោះស្វ័យដំឡើងទ្វេមួយដងបាន LDN កូន2សេគុណ1 2ដងបាន LDN កូនរបស់យើង2សេគុណ2 3ដង2សេគុណ3ចូលយើងចូលបាន n ដងមកគ្រូឲ្យយើងដាក់ n ដងអូខេដងបាន LDN កូន2សេគុណ n ហើយយើងប្រាប់គេតិចមកដោយ LDN មេស្វ័យតម្លើងទ្វេ2ដងព្រោះប្រធានរបស់គេគេប្រាប់យើងថាស្វ័យតម្លើងទ្វេ2ដងអញ្ចឹងកន្លែងនេះយើងអាចដាក់2ដងក៏បានឬក៏យើងចង់ដាក់ n ដងក៏បានដែរអញ្ចឹងក្នុងនេះអ្នកគ្រូដាក់2ដងបាន ADN កូន2សេគុណ2ដូចគ្នាបាន ADN កូន2សេគុណ2ក្នុងនោះមាន ADN មេ1អញ្ចឹងយើងនាំឲ្យ ADN កូនកាត់ថ្មីរបស់យើងស្មើឲ្យ2សេគុណ2ដកឲ្យ1អញ្ចឹងយើងចូលរូបមន្តបានហើយប៉ុណ្ណឹងអញ្ចឹងយើងបាន M' របស់យើងស្មើឲ្យ M ក៏តាំងឲ្យ2សេគុណ n ដក1អញ្ចឹងចូលមកដល់កន្លែងនេះ
យើងទាញហុកតម្លៃអ៊ំមកអញ្ចឹងអាញ៉ាំណាដែលយើងអត់ត្រូវការយើងបោះវាមកអងខាងនេះមកអញ្ចឹងពេលអ្នកគ្រូទាញតម្លៃអ៊ំអញ្ចឹងវាត្រូវស្មើឲ្យតម្លៃអ៊ំព្រីមចែកឲ្យតម្លៃប៉ុណ្នេះដោយសារតែអានេះជាអាញាត់គុណអញ្ចឹងពេលយើងបោះឆ្លងសញ្ញាមកខាងនេះវាទៅជាចែកវិញអញ្ចឹងយើងបានអ៊ំព្រីមស្មើឲ្យ2ស្វ័យគុណ2ដកឲ្យ1អញ្ចឹងអ៊ំព្រីមរបស់យើងគេឲ្យមកប៉ុន្មានដែរគេឲ្យមក7,200អញ្ចឹងកន្លែងនេះយើងជួសដោយ7,200មកអាយ៉ាសុំទោសអានេះ7,200 7,200ចែកឲ្យអញ្ចឹងឲ្យកន្លែងនេះ2សេគុណ2វាឡើង4អញ្ចឹងពេល4ដក1វាសល់តែ3ឯងអូខេអញ្ចឹងកន្លែងនេះពេលយើងចែកទៅយើងតម្លៃអ៊ំរបស់យើងគឺស្មើឲ្យ2,400នុយក្លេអូទីតអូខេអញ្ចឹងយើងបានតម្លៃអ៊ំហើយអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្តហ្នឹងគឺយើងចូលតាមគោលការណ៍បំពេញច្បាប់ដើម្បីទាញឲ្យតម្លៃអ៊ំហ្នឹងស្មើ 2a បូក 2c ដើម្បីចងជាសមីការមួយតោះយើងតទៀតមកអញ្ចឹងតាមគោលការណ៍បំពេញច្បាប់តាមគោលការណ៍បំពេញបាទអញ្ចឹងគោលការណ៍បំពេញច្បាប់របស់យើង a បំពេញជាមួយនឹងតជាមួយនឹង c បំពេញជាមួយនឹង z អញ្ចឹងយើងចង់ឲ្យតម្លៃ a ស្មើតម្លៃតហើយនឹងតម្លៃ c ស្មើតម្លៃ z អូខេយើងបានប៉ុណ្្នឹងហើយយើងអាចដាក់រូបមន្តបានហើយអញ្ចឹងយើងបានអ៊ំស្មើឲ្យ a បូក t បូក c ជាមួយនឹងបូក z អញ្ចឹងអ៊ំរបស់យើងស្មើឲ្យ 2a បូក 2c នេះយើងបានប៉ុណ្្នឹងហើយយើងជួសតម្លៃអ៊ំនេះចូលមកក្នុងនេះមកតម្លៃអ៊ំដែលយើងរកឃើញណាអញ្ចឹងកន្លែងហ្នឹងយើងត្រូវបាន2,400យើងអាចដាក់ចិត្តក៏បានដែរអញ្ចឹងយើងនាំឲ្យ 2a បូក 2c ស្មើឲ្យ2,400ចឹងឥឡូវយើងចង់ជាសមីការមួយមកហើយបន្ទាប់មកទៀតគឺយើងត្រូវទៅចូលតាមសម្ព័ន្ធអ៊ីដ្រូសែននេះដើម្បីចងមកសមីការទៀតចឹងយើងវាចារតិចមកដោយ a បំពេញទេដោយសម្ព័ន្ធអ៊ីដ្រូសែនអ្នកគ្រូសូមសរសេរអក្សរចុចពងហើយសកាត់ចេះសម្ព័ន្ធអ៊ីដ្រូសែន2 c បំពេញ c ដោយសម្ព័ន្ធអ៊ីដ្រូសែនរបស់យើងសម្ព័ន្ធអ៊ីដ្រូសែន3អញ្ចឹងយើងបានរូបមន្តរបស់យើងបាន LH ស្មើឲ្យ 2a បូក 3c ខេអញ្ចឹងយើងបានប៉ុណ្្នឹងហើយកន្លែងសម្ព័ន្ធអ៊ីដ្រូសែននេះយើងជួសដោយតម្លៃដែលគេឲ្យមកប៉ុណ្នេះ2,700អញ្ចឹងយើងអាចនាំឲ្យតម្លៃយើងអាចនាំឲ្យ 2a បូក 3c ស្មើឲ្យ2,700អញ្ចឹងនឹងយើងចង់សមីការ2ដែរហើយខេអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្តទៀតគឺយើងត្រូវយកសមីការ1និងសមីការ2មកផ្ទឹមគ្នាអញ្ចឹងយើងប្រាប់គេតិចមកអ្នកគ្រូដាក់យកសមីការ2ដល់សមីការ1មកអញ្ចឹងយក2ដក1អញ្ចឹង2របស់យើង 2a បូក 3c ស្មើឲ្យ2,700ហើយដកឲ្យតម្លៃ 2a បូក 2c ស្មើឲ្យ2,400អូខេអញ្ចឹងយើងបាននេះមកដល់កន្លែងនេះអញ្ចឹងកន្លែងនេះបូក2ដក2អស់ហើយអានេះបូក3ដក2អញ្ចឹងសល់តែ c ណា c របស់យើងគឺស្មើប៉ុន្មានដែរដកទៅនៅសល់300នុយក្លេអូទីតអញ្ចឹងយើងអាចទាញរកតម្លៃ a មកចឹងអ្នកគ្រូទាញរកតម្លៃ a តាមសមីការនេះអញ្ចឹងយើងអាចទាញ a ស្មើឲ្យ2,400ចែកជា2ដកឲ្យតម្លៃ300អញ្ចឹងពាក់ព័ន្ធជាមួយនឹងចំណុចនេះយើងអាចដោះស្រាយបានហើយអញ្ចឹងយើងបានកន្លែងនេះទៅចែកទៅយើងបានប៉ុន្មានដែរ1,200ដកឲ្យ300អញ្ចឹងនៅសល់តម្លៃ a របស់យើងសល់900នុយក្លេអូទីតអូខេអញ្ចឹងយើងដល់ចម្លើយរបស់យើងហើយព្រោះគេចង់បានតម្លៃនុយក្លេអូទីតភេទនីមួយៗអញ្ចឹងយើងអាចដាក់ដូចនេះបានហើយតោះអញ្ចឹងដូចនេះ
A ស្មើទេ ស្មើឲ្យ 900 នុយក្លេអូទីក C ស្មើ C ស្មើឲ្យ 300 នុយក្លេអូទីក អូខេ ចាប់ប៉ុណ្ណឹង អូខេ អញ្ចឹងសម្រាប់ពាក់ព័ន្ធជាមួយនឹងដំណោះស្រាយនៃលំហាត់នេះដែរ អ្នកគ្រូមានប៉ុណ្ណឹង ក៏អរគុណពួកយើងទាំងអស់គ្នា